លោកសាស្ត្រាចារ្យក្នុងសេចក្តីអត្ថាធិប្បាយរបស់លោកសាស្ត្រាចារ្យតាក់ទងនឹងរឿងខ្មែរដើមនឹងខ្ញុំតែងឮមានប្រសាសន៍ជាញឹកញាប់ពីរឿងពាក្យថាខ្មែរមនក្រៅពីនឹងក៏មានម្ដងម្កាលឬសូមាននិយាយពីរឿងខមហ្នឹងហើយពាក្យខមហ្នឹងក៏មានគេឯងនិយាយដែលមិនដឹងថាខមហ្នឹងស្អីហើយខ្ញុំចង់ជើញលោកសាស្ត្រាចារ្យធ្វើសេចក្តីបញ្យល់ដល់អ្នកស្ដាប់យើងថារឿងខមអូទៀតហើយខមហ្នឹងពួកអ្នកដែលចាំឈ្មោះខមហ្នឹងហើយនៅប្រើពាក្យហ្នឹងគឺពួកលាវឡាវណាស់ទេម្នាក់ហ្នឹងគេមានប្រពន្ធលាវហើយដល់ខ្ញុំមើលសភៅឯកសារនឹងទៅឃើញថាពួកលាវហៅខ្មែរមានពាក្យពីរម៉ាត់ពួកខមិននឹងមួយហើយនឹងខមនឹងមួយហើយខ្ញុំចង់ជែកហ្នឹងខ្ញុំទូរស័ព្ទនេះទៅសួរគេផ្សេងមិញហ្នឹងគេថាទេអញ្ចឹងពួកលាវហៅខ្មែរហ្នឹងហៅខមជាពាក្យធម្មតាហ្នឹងគឺពួកលាវនឹងឯងដែលពាក្យខមហ្នឹងសម្គាល់ខ្មែរនេះខមិននេះហើយមិននឹងជាយ៉ាងម៉េចដែលគេប្រើពាក្យខ្មែរផងគេថែមខំនឹងទៀតអានោះគឺទៅសេច្បាស់ជាក់លាក់ណាពីព្រោះខ្ញុំរកនៅឃើញសភៅឈ្មោះដាក់ថា Grammar ខ្មែរវេយ្យាករណ៍ខ្មែរទៅសេតែងដោយលោក Jacques Maspero គាត់ទៅដល់ស្រុកយើងនឹងក្នុងឆ្នាំ1896ហើយនៅធ្វើការក្នុងនោះជំនាន់នោះគាត់មានទីគាត់ជា chancelier គឺដូច administrator ជាអ្នកខាងរដ្ឋាភិបាលកិច្ចការតំណាងបារាំងហ្នឹងណាទៅធ្វើ resident នៅកំពង់ស្ពឺពួកនៅពេញដាក់ចូលដើរឡើងរៀនសូត្រស្រាវជ្រាវគាត់ចេះចិនចេះអីច្រើនណាស់ហើយគាត់សរសេរសភៅឈ្មោះ Grammar ខ្មែរហ្នឹងគាត់បានចំណាយពេលអស់21ឆ្នាំបាទតាំងពីទៅដល់1896ហ្នឹងមកដល់ឆ្នាំ1905ដណ្ដប់បាទគឺ10ឆ្នាំមុនខ្ញុំកើតហ្នឹងនឹងបានគាត់បោះពុម្ពផ្សាយនៅក្រុងប៉ារីនេះនឹងមានគេនៅក្នុង Imprimerie Nationale បារាំងនេះគេជួយគាត់គេឆ្លាក់អក្សរខ្មែរនោះកាលនោះគេធ្វើអក្សរនឹងសំណណាបាទហើយគេរៀបនៅក្នុងរូងពុម្ពហ្នឹងគេធ្វើពិសេសសម្រាប់បោះពុម្ពផ្សាយសភៅគាត់ហ្នឹងហើយខ្ញុំអានមើលសភៅហ្នឹងក្រាស់ក្នុងដើមសភៅហ្នឹងគាត់រៀបរាប់ពីជនជាតិខ្មែរហ្នឹងបាទនឹងឃើញប្រាំងអ្នកប្រាជ្ញនឹងមួយដែលសរសេរផ្សាយហ្នឹងគឺឲ្យឈ្មោះខ្មែរនឹងតែម្ដងបាទហើយគាត់ថាពាក្យកម្ពុជាកម្ពុជាអីអាហ្នឹងគឺវាកម្ពុជាហ្នឹងគឺប្រាំងទេឲ្យឈ្មោះហ្នឹងបាទហើយគេថាពួកខ្មែរហ្នឹងហៅស្រុករបស់គេហ្នឹងគេហៅស្រុកខ្មែរអញ្ចឹងបាទម្ចាស់ប្រទេសហ្នឹងគេហៅស្រុកខ្លួនគេថាស្រុកខ្មែរថាស្រុកខ្មែរអញ្ចឹងហើយជួនកាលអ្នកខ្លះថានគរខ្មែរអញ្ចឹងណាបាទនគរខ្មែរហ្នឹងគឺសំដៅទៅទីក្រុងមានការរៀបចំរដ្ឋការអីហ្នឹងគេហៅនគរខ្មែរប៉ុន្តែបើថានេះទេគឺស្រុកខ្មែរស្រុកហ្នឹងវាអត់រុកទៅទៀតអញ្ចឹងវានៅស្ងៀមបដ ாய் នៅទៅនឹងហើយបានហើយទៅនឹងគឺអត់ទៅមុខទៀតអត់ទៅរុករៀនទន្ទ្រានយកទឹកដីណាអីគេឯងនោះទៀតទេបានយ៉ានៅក្នុងសភៅវេយ្យាករណ៍ខ្មែររបស់លោក Jacques Maspero ហ្នឹងគាត់មាននិយាយតាក់ទិននឹងពាក្យខំពាក្យអីហ្នឹងដែរបាទប៉ុណ្ណឹងឯងគាត់ថាលាវហ្នឹងហៅយើងហៅខំហ្នឹងបាទបាទប៉ុន្តែក្រោយមកគាត់និយាយពីម៉ូនហ្នឹងវិញផងពីខ្មែរហ្នឹងផងហើយមិនបរិយាយអីវែងទៅទៀតពីរឿងខំហ្នឹងទេបាទហើយដែលខំហ្នឹងវាច្បាស់ជាងគេហ្នឹងគឺអក្សរហ្នឹងហ្មងអក្សរមូលបាទអក្សរមូលបុរាណនឹងធ្វើក្លោតហ្នឹងអានោះគេអក្សរខំបាទហើយធម្មតាទលាមទលាប់ទូទៅហ្នឹងពួកថៃសៀមហ្នឹងខ្លាចអក្សរខំហ្នឹងណាគោរពថែមទៀតហើយខ្លាចដូចថាអក្សរនោះវាជាប់ទៅនឹងមន្តអាគមអញ្ចឹងទៅមកបានចាបាទទៅនឹងម៉ាស៊ីទៅនឹងសិលផ្លូវស្ងាត់ផ្លូវតបផ្លូវទីងអីចឹងទាំងអស់បាទមុនខ្លាចឲ្យដាក់លើក្បាលហ្នឹងទៀតសៀមបាទមន្តអាគមសិលសាស្ត្រអីចឹងទៅនេះមុនសិលសាស្ត្រអានេះគឺវិជាច្បាំងអីហ្នឹងបាទកម្មមុតដុតមិនឆេះប្រឡាក់ផែនតយអីចឹងគ្រប់សពទាំងអស់ហ្នឹងបាទតាំងតែបំបាំងខ្លួនឬក៏ផ្លុំទៅចេញជាភ្លើងឬក៏ចេញ
បានក៏ទៅជាតបខ្មោចអីចឹងគ្រប់យ៉ាងតែអ្វីដែលគេហៅថាសិលសាស្ត្រសម្រាប់ច្បាំងសម្រាប់នៃជាកម្លាំងតបទីងអីនឹងផ្លូវសម្ងាត់ផ្លូវដេញអច្ឆរិយៈអីហ្នឹងគឺគេតែងតែប្រើអក្សរខំហ្នឹងបាទហើយបើសរសេរជាអក្សរច្រៀងយើងធម្មតានេះវិញមិនប្រកែវិញអត់សូវប្រកែមិនប្រកែចាំមិននៅក្នុងកសែងយ័ន្តនេះគេច្រើនសរសេរអក្សរមូលបាទខ្ញុំបាទខ្ញុំរំលឹករឿងនេះថាខ្ញុំបង្ហាញនៅអាវយ័ន្តទៅនាងស្រីថៃដែលគេមកធ្វើស្រាវជ្រាវសរសេរពីខេត្តប្របត្តិតែដុកទរ៉ាគេហ្នឹងណាបាទគាត់ទៅឃើញអានឹងភ្លាមគាត់ញ័រសាច់គាត់ដូចភ័យយ៉ាងហ្មងបាទ